នៅពេលដែលអាកាសធាតុត្រជាក់ខ្លាំងបានថយចុះខ្ញុំបានតោងជាប់នឹងហាងលក់សាច់របស់គ្រួសារខ្ញុំយ៉ាងអស់សង្ឃឹមដើម្បីផ្គត់ផ្គង់គ្រួសារដែលមានសមាជិក5នាក់របស់ស្វាមីខ្ញុំប៉ុន្តែនៅពេលដែលខ្ញុំចម្អិនសាច់កកចុងក្រោយរួចរាល់ម្ដាយក្មេករបស់ខ្ញុំបានរុញខ្ញុំចេញដោយនិយាយថាក៏គ្មានកន្លែងសម្រាប់អ្នកទេសាច់នេះគឺសម្រាប់កូនប្រុសរបស់ខ្ញុំដើម្បីពង្រឹងរាងកាយរបស់គាត់ស្វាមីរបស់ខ្ញុំថែមទាំងបានដោះអារម្មណ៍របស់ខ្ញុំចេញហើយគ្រប់វាពីលើសង្សារតូចរបស់គាត់ពួកគេនិយាយថាអាយ៉ាងខ្សោយហើយខ្លាចអាកាសធាតុត្រជាក់ហេតុអ្វីបានជាអ្នកមិនប្រញាប់ចេញទៅរកអស់ហើយតបខ្ញុំចេញពីផ្ទះដោយមិននិយាយអ្វីទាំងអស់នៅក្នុងភាពត្រជាក់90អង្សាសេខ្ញុំស្រាប់តែកកចូលទៅក្នុងរូបចម្លាក់ទឹកកកខណៈពេលដែលពួកគេនៅខាងក្នុងកំពុងញ៉ាំសាច់នៅជុំវិញចង្ក្រានដែលជាការជួបជុំគ្រួសារដ៏រីករាយខ្ញុំបានត្រឡប់ទៅ3ថ្ងៃមុនពេលអាកាសធាតុត្រជាក់ខ្លាំងមកដល់ដោយសម្លឹងមើលកាំបិតផ្ទះបាយនៅក្នុងដៃរបស់ខ្ញុំសើចតើអ្នកកំពុងញ៉ាំអំពីអ្វីខ្ញុំកំពុងនិយាយជាមួយអ្នកខ្ញុំមកក្បាលឡើងហើយនៅទីនោះស្វាមីរបស់ខ្ញុំដែលជាបរិសុទ្ធហ្វូនិកគឺម៉ៅប៊ូហ្វានឈរនៅទីនោះលោកតាទីបំផុតបានត្រឡប់មកដល់ស្រុកវិញប្រគល់រថយន្ត Mercedes របស់អ្នកទៅឲ្យគាត់រយៈពេលពី3ថ្ងៃនឹងហាងលក់សាច់ជ្រូករបស់អ្នកផងអាយ៉ានមានអារម្មណ៍ចង់ក្អួតពេលរីក្លិននោះហើយបានលក់សាច់ជ្រូកយ៉ាងលឿនដើម្បីជួយគាត់បង់ប្រាក់កក់កាលពីជាតិមុនរបស់ខ្ញុំដើម្បីផ្គប់ចិត្តលីវរូយ៉ានគាត់បានបំផ្លាញទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំបន្តិចម្ដងបន្ទាប់ពីភាពត្រជាក់ខ្លាំងបានធ្លាក់មកខ្ញុំអាចចិញ្ចឹមគ្រួសារដែលមិនដឹងគុណនេះបានតែជាមួយនឹងសាច់កកពី300ផោនដែលលាក់នៅក្នុងទូទឹកកកប៉ុណ្ណោះយ៉ាងណាក៏ដោយខ្ញុំត្រូវបានគេបណ្តេញចេញហើយទីបំផុតក៏កកស្លាប់នៅក្នុងព្រៃទឹកកកភាពត្រជាក់ដ៏ខ្លាំងហាក់ដូចជានៅតែដិតនៅក្នុងឆ្អឹងរបស់ខ្ញុំឃើញខ្ញុំនៅស្ងៀមម៉ៅប៊ូហ្វានបានលូកដៃមករុញខ្ញុំភ្នែករបស់ខ្ញុំមុតស្រួចហើយខ្ញុំបានគប់កាំបិតផ្ទះបាយទៅលើដីឆ្លាក់ស្នាមប្រេះជ្រៅចូលទៅក្នុងក្បឿងសេរ៉ាមិចក្រាស់កាំបិតនោះមានចម្ងាយតិចជាង1សង់ទីម៉ែត្រពីម្រាមជើងរបស់ម៉ៅប៊ូហ្វានហើយគាត់ញ័រដោយភ័យខ្លាចម៉ៃប៊ីងប៊ីងឯងឈួតហើយខ្ញុំលើកកាំបិតយឺតរថយន្ត Mercedes នោះជាទ្រព្យសម្បត្តិមុនរៀបការរបស់ខ្ញុំហើយហាងលក់សាច់ជ្រូកគឺជាមរតករបស់ឪពុកខ្ញុំអ្នកចង់ប្រើរបស់ខ្ញុំដើម្បីគ្រប់គ្រងស្រីកំណានរបស់អ្នកមែនទេតើអ្នកនិយាយអ្វីមិនសមហេតុផលអាយ៉ានជាប្អូនស្រីធំរបស់ខ្ញុំវាត្រឹមត្រូវហើយដែលខ្ញុំជួយនាងក្រៅពីនេះអ្នកជាប្រពន្ធរបស់ខ្ញុំរបស់អ្នកជារបស់ខ្ញុំមិនអាចធ្វើការសម្រេចចិត្តអំពីវាបានទេអ្នកបានបញ្ជាក់យ៉ាងច្បាស់ថាអ្នកជាអ្នកដឹកជញ្ជូនដោយឥតគិតថ្លៃប្រសិនបើអ្នកមិនចង់បានលុយរបស់អ្នកទេសូមបរិច្ចាគវាទៅអ្នកដែលខ្វះខាតម៉ៅប៊ូហ្វានខឹងសម្បាចង្អុលមកខ្ញុំហៀបនឹងបញ្ចេញកំហឹងយ៉ាងខ្លាំងស្រាប់តែគាត់លើកកាំបិតរបស់គាត់ឡើងភ្លាមម៉ៅប៊ូហ្វានសម្លឹងមើលដោយមិនជឿភ្នែករបស់គាត់បើកធំខ្ញុំបានគ្រវីកាំបិតទៅគាត់យ៉ាងខ្លាំងគាត់ភ័យខ្លាចខ្លាំងណាស់រហូតដល់ជំពប់ជើងដួលទៅក្រោយគឺអ្នកហ៊ានកាត់ខ្ញុំមែនទេគាត់ស្រែកខ្ញុំសើចចំអកខ្ញុំលើកកាំបិតម្ដងទៀតគាត់បានក្រោកឈរឡើងហើយស្រែកពេលរត់ថាអ្នកចង់បះបោមែនទេកុំស្ដាយក្រោយអីពេលឃើញរូបរាងរបស់គាត់កំពុងដកថយស្នាមញឹមក្នុងភ្នែកខ្ញុំបានបាត់ទៅទាំងស្រុងខ្ញុំបានសម្លឹងមើលពេលវេលាថ្ងៃទី12ខែមីនា3ថ្ងៃក្រោយមកសីតុណ្ហភាពនឹងធ្លាក់ចុះដល់90អង្សាសេដែលធ្វើឲ្យពិភពលោកទាំងមូលក្លាយជាឋានរកទឹកកកលើកនេះខ្ញុំបានតាំងចិត្តថានឹងរស់រានមានជីវិតដល់ទីបញ្ចប់នឹងឃើញពួកគេទទួលទោសតាមការគួរបន្ទាប់ពីបណ្ដេញមេលប៊ឺវែនចេញខ្ញុំបានបិទហាងភ្លាមពេលវេលាគឺសំខាន់ខ្ញុំបានទាញទូរស័ព្ទចេញហើយមើលប្រាក់5លាននៅក្នុងកណនីធនាគាររបស់ខ្ញុំនេះជាប្រាក់សន្សំទាំងអស់ដែលខ្ញុំបានសន្សំយ៉ាងលំបាកក្នុងរយៈពេលជាច្រើនឆ្នាំមកនេះឥឡូវបានថយចុះមកត្រឹមចំនួនគ្មានន័យក្នុងគ្រាអាសន្ននេះលើកនេះខ្ញុំមានគម្រោងដោះដូរវាទាំងអស់សម្រាប់សម្ភារៈដំបូងឡើយខ្ញុំបានទូរស័ព្ទទៅអ្នកផ្គត់ផ្គង់របស់ខ្ញុំឈ្មោះអូតលេខ្ញុំចង់កំងជ្រូក500ក្បាលសាច់គោនិងសាច់ចៀម2000ក្បាលនិងមាន់និងទា500ក្បាលដែលសុទ្ធតែត្រូវបានសម្លាប់ថ្មីតើចៅវាយមៀវនិយាយពិតទេប្រសិនបើអ្នកត្រូវការច្រើននោះខ្ញុំនឹងត្រូវរកទំនិញខ្ញុំអាចផ្ទេរប្រាក់កក់ពេញលេញទៅអ្នកឥឡូវនេះប៉ុន្តែអ្នកត្រូវតែយកវាទៅកន្លែងផ្ទុកត្រជាក់ដែលគេបោះបង់ចោលនៅភាគខាងលិចនៃទីក្រុងនៅត្រឹមថ្ងៃត្រង់ថ្ងៃស្អែកបន្ទាប់ពីដាក់ទូរស័ព្ទចុះខ្ញុំបានផ្ទេរប្រាក់ភ្លាមខ្ញុំបានទិញធ្យូងថ្មអន្តរជាតិចំនួន1,000 តោនអង្ករនិងម្សៅស្រូវសាលីចំនួន5,000 ជីនក្នុងមួយដុំប្រេងចម្អិនអាហារចំនួន200បារ៉ែលនិងថ្នាំពេទ្យគ្រប់ប្រភេទដែលប្រើជាទូទៅរួមទាំងថ្នាំលាបសម្រាប់រលាកដោយសារការកកខ្ញុំថែមទាំងបានទៅផ្សារទំនើបផ្ទាល់ដោយទិញរបស់ចាំបាច់ប្រចាំថ្ងៃគ្រប់ប្រភេទផ្លែឈើនិងបន្លែស្ងួតអាហារសម្រន់និងភេសជ្ជៈខ្ញុំក៏បានទិញប្រអប់អាហាររហ័សរាប់សិបប្រអប់ផងដែររួមទាំងឆ្នាំងក្តៅមីខ្យងនិងអង្ករដែលអាចកម្ដៅដោយខ្លួនឯងបានខ្ញុំបានបញ្ជាទិញអ្វីគ្រប់យ៉ាងដែលខ្ញុំអាចគិតបានសម្រាប់ការរស់រានមានជីវិតដោយមិនចំណាយអ្វីទាំងអស់យ៉ាងណាមិញលុយគ្មានតម្លៃក្នុងរយៈពេល3ថ្ងៃទេការផ្គត់ផ្គង់គឺជារឿងតែមួយគត់ដែលសំខាន់បន្ទាប់ពីរៀបចំអ្វីគ្រប់យ៉ាងរួចខ្ញុំបានបើកឡានទៅផ្នែកខាងលិចនៃទីក្រុងជាកន្លែងដែលឃ្លាំងស្តុកទុកត្រជាក់របស់ឪពុកខ្ញុំត្រូវបានគេបោះបង់ចោលវាស្ថិតនៅទីតាំងដាច់ស្រយាលមួយមានជញ្ជាំងក្រាស់ខ្ញុំនឹងប្រែក្លាយវាទៅជាបន្ទាយដ៏រឹងមាំបំផុតនៅក្នុងសម័យកាលមហន្តរាយខ្ញុំបានជួលក្រុមជួសជុលមួយពន្លឿនដំណើរការនិងចំណាយបន្ថែមដើម្បីបិទបង្អួចទាំងអស់ហើយជំនួសវាដោយបន្ទះដែកធន់និងការផ្ទុះទ្វារធំត្រូវបានជំនួសដោយទ្វារសុវត្ថិភាពកម្រិតបន្ទប់ក្រោមដីស្រទាប់អ៊ីសូឡង់3ស្រទាប់ត្រូវបានបន្ថែមទៅលើជញ្ជាំងហើយម៉ាស៊ីនភ្លើង2ត្រូវបានដំឡើងជាមួយនឹងប្រេងម៉ាស៊ូតគ្រប់គ្រាន់ដើម្បីប្រើប្រាស់បាន3ឆ្នាំចៅវាយតម្លៃសាងសង់នេះមិនទាបទេហើយថ្ងៃផុតកំណត់គឺតឹងតែងណាស់ប្រសិនបើវាអាចបញ្ចប់នៅថ្ងៃបន្ទាប់ពីថ្ងៃស្អែកខ្ញុំអាចបង់ប្រាក់ឈ្នួល3ដងចៅវាយមានទំនុកចិត្តឡើងវិញហើយកម្មករបានចាប់ផ្ដើមធ្វើការដោយរីករាយខ្ញុំមានអារម្មណ៍ស្រួលជាងមុនបន្តិចភ្លាមនោះទូរស័ព្ទរបស់ខ្ញុំក៏រត់ឡើងវាគឺជាម្ដាយក្មេករបស់ខ្ញុំគឺលោកលីវឃីវសំឡេងមុតស្រួចនិងក្រលួចមួយបានមកពីចុងខាងទៀតថាម៉ែកូនតូចអាក្រក់ឲ្យត្រឡប់មកទីនេះឥឡូវនេះហើយសុំទោសកូនប្រុសខ្ញុំឬខ្ញុំនឹងវាយកំទេចហាងរបស់អ្នកបាក់ទៅផ្ទះវិញហើយខ្ញុំដាក់ទូរស័ព្ទចុះរួចបើកឡានទៅផ្ទះវិញខ្ញុំចង់ដឹងថាគ្រួសារដ៏កំណាចនេះមានល្បិចអ្វីទៀតពេលរុញទ្វារបើកខ្ញុំឃើញម៉ៅប៊ូហ្វានដេកលើសាឡុងបងស្រីធម៌របស់គាត់លីវរូយ៉ានកំពុងឲ្យគាត់ញ៉ាំទំពាំងបាយជូរខណៈដែលម្ដាយក្មេករបស់គាត់អង្គុយក្បែរគាត់កំពុងបំបែកគ្រាប់ការឈូករត់ពេលឃើញខ្ញុំចូលមកអ្នកទាំង3ក៏ឈប់និយាយគ្នាលីវរូយ៉ានស្វាគមន៍ខ្ញុំយ៉ាងផ្អែមល្ហែមថាបងថ្លៃស្រីត្រឡប់មកវិញហើយអ្នកដឹងទេថាមានអ្វីកើតឡើងថ្ងៃនេះបើអ្នកមិនពន្យល់ខ្ញុំទេខ្ញុំមិនអាចរស់នៅបែបនេះទៀតទេលុតជង្គង់ចុះហើយក្រាបថ្វាយបង្គំកូនប្រុសខ្ញុំដើម្បីសុំទោសឬថ្ងៃនេះអ្នកនឹងមិនបានអាហារអ្វីទេខ្ញុំដើរត្រង់ទៅសាឡុងហើយអង្គុយចុះដោយមិនប្រញាប់ប្រញាល់បើជីវិតមិនអាចទ្រាំទ្របានចូលយើងកុំរស់នៅបែបនេះទៀតចូលយើងលែងលះគ្នាម៉ៃប៊ីងប៊ីងអ្នកមិនទាន់បង្កើតឈុតឆាកគ្រប់គ្រាន់ទេអ្នកគ្រាន់តែចង់បានវិធីដើម្បីរក្សាមុខមាត់ហើយអ្នកកំពុងប្រើការលែងលះដើម្បីបំភ័យមនុស្សមែនទេអ្វីដែលអ្នកត្រូវធ្វើគឺផ្ទេរឡានទៅឲ្យអាយ៉ានហើយឲ្យម៉ាក់500,000យន្តសម្រាប់ការចូលនិវត្តន៍របស់គាត់ខ្ញុំនឹងធ្វើពុតថាអ្វីដែលទើបតែកើតឡើងមិនដែលកើតឡើងអ្នកចង់បានស្រមៃទៅសុបិនអាចមានអ្វីក៏បានខ្ញុំគិតថាអ្នកគ្រាន់តែសុំបញ្ហាលីវគួយហួរប្រញាប់ប្រញាល់ទៅមុខដើម្បីកោសមុខខ្ញុំបានគេចទៅម្ខាងហើយទះកំភ្លៀងនាងពេញមុខដោយសម្លេងច្បាស់ដែលបន្លឺឡើងពេញបន្ទប់ទទួលភ្ញៀវលីវគួយហួរគ្រប់មុខរបស់នាងសម្លឹងមើលខ្ញុំដោយមិនជឿកអ្នកហ៊ានវាខ្ញុំ
ចុះបើខ្ញុំវាអ្នកវិញនាងនិយាយការមិនគោរពចំពោះមនុស្សចាស់សំនឹងទទួលបានការវាដំម៉ៅប៊ូហ្វានជួបគ្នានៅការិយាល័យកិច្ចការស៊ីវិលព្រឹកស្អែកវេលាម៉ោង9ព្រឹកដោយនិយាយដូច្នេះខ្ញុំក៏ងាកចេញទៅឈប់សិនអ្នកចង់លេងលះគ្នាមែនទេមិនអីទេប៉ុន្តែគ្មានអង្គមួយគ្រាប់ពីផ្ទះនេះទេបើអ្នកយកវាទៅជាមួយអ្នកនឹងចាក់ចេញដោយគ្មានអ្វីសោះខ្ញុំសម្លឹងមើលថងអង្គពាក់កណ្ដាលទេនឹងប្រអប់មីមួយនៅជ្រុងផ្លូវហើយស្ទើរតែសើចគឺមិនអីទេវាជារបស់អ្នកទាំងអស់ក៏ខ្ញុំនិយាយដោយសប្បុរសគ្រោះវិដ័យបន្ទាប់មកខ្ញុំទាញបង្កាន់ដៃពីកាបូបរបស់ខ្ញុំហើយគូវាទៅលើតុនេះជាធ្យូងថ្ម1000ដុំដែលខ្ញុំទើបតែបញ្ជាទិញវានឹងមកដល់ថ្ងៃស្អែកវាជារបស់អ្នកមិនចាំបាច់អរគុណខ្ញុំទេគឺភ្នែករបស់ម៉ៅប៊ូហ្វានភ្លឺឡើងគាត់ប្រហែលជាគិតថានេះជាវិធីរបស់ខ្ញុំក្នុងការព្យាយាមឈ្នះគាត់មកវិញក៏អ្នកឆ្លាតណាស់ក៏ខ្ញុំងាកមកដល់ញឹមហើយនៅពីក្រោយខ្ញុំគឺសំណើចដ៏ពេញចិត្តរបស់លីវគុយហ៊ូអូនសម្លាញ់តូចអ្នកនៅតែមានសក្តិសមជាងអ្នកខ្លះធ្យូងថ្ម1000ដុំគឺគ្រប់គ្រាន់សម្រាប់យើងដុតពេញមួយរដូវរងាមែនហើយគ្រប់គ្រាន់សម្រាប់អ្នកដុតរហូតដល់អ្នកទៅឋានរោគពេលចាក់ចេញពីផ្ទះដ៏គួរឲ្យចង់ក្អួតនោះខ្ញុំមានអារម្មណ៍ថាខ្យល់អាកាសកាន់តែស្រស់ថ្លាខ្ញុំបានបើកឡានត្រង់ទៅឃ្លាំងត្រជាក់នៅភាគខាងលិចនៃទីក្រុងរយៈពេល2ថ្ងៃបន្ទាប់ខ្ញុំរវល់ខ្លាំងណាស់រហូតដល់គ្មានពេលដកដង្ហើមក្រៅពីត្រួតពិនិត្យការសាងសង់ខ្ញុំក៏បានទៅហាងលក់សម្ភារៈក្រៅផ្ទះហើយទិញសម្លៀកបំពាក់រដូវរងាល្អបំផុតស្បែកជើងឡើងភ្នំធ្នូនិងព្រួញរាប់សិបដើមកាលពីជាតិមុនខ្ញុំរងទុក្ខវេទនាព្រោះខ្ញុំមិនមានអាវុធក្នុងជីវិតនេះអ្នកណាហ៊ានលួចសាច់ខ្ញុំនឹងប្រែក្លាយវាទៅជាសត្វហេចរហូតថ្ងៃទី15ខែមីនាមួយថ្ងៃមុនពេលអាកាសធាតុត្រជាក់ខ្លាំងមកដល់សីតុណ្ហភាពបានធ្លាក់ចុះដល់0ឲ្យរួចទៅហើយខ្ញុំបានផ្ញើសារទៅ Melbourne ថាឈុំថ្មបានមកដល់ហើយចាំទៅយកវាទៅអ្នកយកចិត្តទុកដាក់ខ្ញុំសើចយ៉ាងត្រជាក់បិទទូរស័ព្ទហើយបើកម៉ាស៊ីនភ្លើងម៉ាស៊ូតម៉ាស៊ីនកម្ដៅបានបំពេញកន្លែងទាំងមូលភ្លាមនៅម៉ោង10យប់សីតុណ្ហភាពបានចាប់ផ្ដើមធ្លាក់ចុះដល់10អង្សាសេបន្ទាប់មក30អង្សាសេការព្យាករណ៍អាកាសធាតុនៅលើទូរស័ព្ទរបស់ខ្ញុំបានប្រែក្លាយទៅជាការព្រមានអំពីព្យុះព្រើពណ៌ក្រហមខ្ញុំអង្គុយនៅទីនោះរីករាយនឹងខ្យល់ក្ដៅញ៉ាំការ៉េមនិងមើលវីដេអូកាមេរ៉ាសុវត្ថិភាពផ្ទះនេះរញ៉េញ៉ៃទាំងស្រុងបន្ទប់ដែលធ្លាប់តែក្ដៅឥឡូវនេះដូចជាប្រអប់ទឹកកកលីវគុយហួរញ័រដោយសារភាពត្រជាក់រុំដោយអោររំរបស់នាងម៉ៅប៊ូហ្វានមុខរបស់គាត់ក៏ឡើងពណ៌ខៀវដោយសារភាពត្រជាក់អប់ជាមួយលីវរូយ៉ានញ័រគឺលឿនឡើងដុតធ្យូងថ្មខ្លះយើងនៅមានខ្លះទៀតគាត់ជំរុញលីវគុយហួរចាប់យករឿងនេះដូចជាខ្សែជីវិតទោះជាយ៉ាងណាក៏ដោយនៅពេលដែលពួកគេចាក់ធ្យូងថ្មចូលទៅក្នុងចង្ក្រានហើយដុតវាផ្សែងខ្មៅក្រាស់បានហុយចេញភ្លាមធ្យូងថ្មប្រភេទអ្វីហេតុអ្វីបានជាមានផ្សែងច្រើនម្ល៉េះភ្នែករបស់លីវរូយ៉ានហូរទឹកភ្នែកដោយសារផ្សែងហើយនាងក្អកយ៉ាងខ្លាំងគឺនេះជាធ្យូងថ្មសើមម៉ៅប៊ូហ្វានទីបំផុតបានដឹងពីអ្វីដែលបានកើតឡើងមុខរបស់គាត់ប្រែជាអាក្រក់ខ្លាំងណាស់យីម៉ៃប៊ីងប៊ីងតូចគួរឲ្យស្រឡាញ់នោះគាត់បានបញ្ឆោតយើងពេលខ្ញុំសម្លឹងមើលពួកគេទាំង3នាក់នៅលើអេក្រង់ដែលពោពេញដោយផេះនិងរញ៉េញ៉ៃខ្ញុំមិនអាចទប់សំណាចបានឡើយនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះកម្មវិធីពិតប្រាកដហៀបនឹងចាប់ផ្ដើមព្យុះត្រូវបានបោកបក់ពេញមួយយប់ហើយព្រឹកបន្ទាប់ពិភពលោកទាំងមូលត្រូវបានគ្របដណ្ដប់ដោយពណ៌សព្រើមានជម្រៅ1ម៉ែត្ររពេញដែលរារាំងពាក់កណ្ដាលនៃទ្វារនិងបង្អួចនៅជាន់ទី1សីតុណ្ហភាពបានធ្លាក់ចុះដល់70អង្សាសេមនុស្សធម្មតាម្នាក់នឹងកករឹងបន្ទាប់ពីនៅខាងក្រៅបានត្រឹមតែ5នាទីប៉ុណ្ណោះខ្ញុំភ្ញាក់ពីដំណេកពីក្រែក្ដៅរបស់ខ្ញុំលាតសន្ធឹងហើយឃើញថាសីតុណ្ហភាពក្នុងផ្ទះមានសីតុណ្ហភាពថេ25អង្សាសេក្ដៅដូចរដូវផ្ការីកពេលកំពុងញ៉ាំអាហារពេលព្រឹកខ្ញុំបានបើកកាមេរ៉ាសុវត្ថិភាពផ្ទះរបស់ម៉ៅប៊ូហ្វាននេះគឺជាឋានរោគលើផែនដីដ៏អស្ចារ្យមួយពួកគេទាំង3នាក់បានអង្គុយលើគ្រែតែមួយគ្របដណ្ដប់ដោយភួយទាំងអស់ដែលពួកគេអាចរកបានពួកគេនៅតែញ័រដោយសារភាពត្រជាក់មុខរបស់លីវឃីវឡើងក្រហមដោយសារភាពត្រជាក់ហើយលីរួយយ៉ាងខ្សោយខ្លាំងណាស់នាងគ្មានកម្លាំងនិយាយអ្វីទាំងអស់បងប្រុសទី3ខ្ញុំត្រជាក់ខ្លាំងណាស់តើខ្ញុំនឹងស្លាប់មែនទេកុំនិយាយមិនសមហេតុសមផលអីយើងនៅតែមានធ្យូងថ្មនិងអាហារគាត់និយាយប៉ុន្តែពេលកំពុងសម្លឹងមើលគំនរធ្យូងថ្មដែលមិនភ្លឺភ្នែករបស់គាត់ពោពេញដោយភាពអស់សង្ឃឹមភ្លាមនោះទូរស័ព្ទរបស់គាត់ក៏រត់ឡើង Melbourne ដូចជាកំពុងចាប់ខ្សែជីវិតបានប្រញាប់លើកទូរស័ព្ទថាគឺមីអូបេងបេងតើអ្នកទិញធ្យូងថ្មប្រភេទអ្វីសម្រាប់យើងតើអ្នកកំពុងព្យាយាមសម្លាប់យើងមែនទេមកទីនេះឥឡូវនេះហើយយកធ្យូងថ្មគ្មានផ្សែងនិងម៉ាស៊ីនភ្លើងមកឲ្យយើងអ្នកនៅរស់ទេអ្នកពិតជារឹងមាំណាស់ម៉ៃប៊ីងប៊ីងខ្ញុំជាស្វាមីរបស់អ្នកខ្ញុំមានសិទ្ធិទាមទារឲ្យអ្នកបំពេញកាតព្វកិច្ចគ្រប់គ្រងរបស់អ្នកម៉ៅប៊ូហ្វានតើអ្នករឹងរូសមែនទេយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលែងលះរួចហើយក្រៅពីនេះខ្ញុំស្ទើរតែមិនអាចមើលថែខ្លួនឯងបានទេតើខ្ញុំអាចមានពេលបារម្ភពីអ្នកដោយរបៀបណាអ្នកកំពុងនិយាយមិនសមហេតុផលខ្ញុំដឹងថាអ្នកមានម៉ាស៊ីនភ្លើងនិងសម្ភារៈនៅកន្លែងទុកត្រជាក់នៅភាគខាងលិចនៃទីក្រុងមែនហើយខ្ញុំកំពុងញ៉ាំសាច់អាំងនិងផឹកកាហ្វេឥឡូវនេះមើលអ្នករឹងរូសដូចឆ្កែខ្ញុំមិនអាចនិយាយពាក្យមួយម៉ាត់បានទេប្រសិនបើអ្នកចង់រស់សូមអង្វរខ្ញុំមានភាពស្ងៀមស្ងាត់នៅចុងខាងទៀតនៃទូរស័ព្ទបន្ទាប់ពីមួយសន្ទុះសំឡេងខ្សោយរបស់លីវរូយ៉ានបានលេចចេញមកថាបងថ្លៃស្រីសូមជួយសង្គ្រោះខ្ញុំផងខ្ញុំមិនចង់ស្លាប់ទេម៉ៃប៊ីងប៊ីងខ្ញុំកំពុងអង្វរអ្នកសូមផ្ញើធ្យូងថ្មមកយើងផងពេលឮសំឡេងអង្វរដ៏រាបទាបរបស់ពួកគេខ្ញុំមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងប៉ុន្តែវាមិនគ្រប់គ្រាន់ទេនៅពេលអ្នកសុំអ្វីមួយអ្នកត្រូវមានអាកប្បកិរិយាត្រឹមត្រូវខ្ញុំបានមើលមនុស្សទាំង3នាក់នៅលើ monitor អង្គុយជុំគ្នាស្នាមញឹមដ៏ឃោរឃៅមួយបានលេងនៅលើបូម៉ាត់របស់ពួកគេនៅពេលដែលពួកគេតែកំភ្លៀងគ្នាទៅវិញទៅមកការភ្លើងតូចបានលេចឡើងនៅលើមុខរបស់ពួកគេខ្ញុំគិតក្នុងចិត្តថាពួកខ្ញុំកំពុងពិចារណាផ្ញើធ្យូងថ្មខ្លះទៅអ្នកការអាម៉ាស់បែបនេះជាធម្មតានឹងធ្វើឲ្យពួកគេលោតឡើងហើយជេរប្រមាថប៉ុន្តែនៅចំពោះមុខជីវិតនិងសេចក្តីស្លាប់តើសេចក្តីថ្លៃថ្នូរមានន័យយ៉ាងណាអ្នកដំបងដែលវាប្រហារគឺគួរឲ្យភ្ញាក់ផ្អើលណាស់ដែលជាធម្មតាសុភាពរាបសារនិងទន់ខ្សោយគឺលឺរួយយ៉ាងនាងបានលើកដៃឡើងហើយតែកំភ្លៀងលឺឃើញលីវឃីយួរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងមិនដែលរំពឹងថាកូនស្រីធម៌របស់នាងដែលតែងតែគោរពនាងនឹងហ៊ានវាយនាងនោះទេអូនសម្លាញ់តូចអូនហ៊ានវាយយាយចាស់របស់អូនយ៉ាងម៉េចទៅគាត់ខឹងយ៉ាងខ្លាំងភ្លាមហើយតែក្នុងនាងការតែកំភ្លៀងនោះបានធ្វើឲ្យមុខពាក់កណ្ដាលរបស់លីរួយយ៉ាងហាមភ្លាមបងប្រុសទី3វាឈឺចាប់ខ្លាំងណាស់ Melbourne ឃើញការឈប់តូចជាទីស្រឡាញ់របស់គាត់ត្រូវបានវាយមានការខូចចិត្តយ៉ាងខ្លាំងពីម៉ាក់កំពុងធ្វើអ្វីអាយ៉ាងខ្សោយណាស់តើម៉ាក់នឹងធ្វើអ្វីបើម៉ាក់ធ្វើបាបគាត់វាយខ្ញុំមុនមិនអីទេឥឡូវម៉ាក់ភ្លេចម្ដាយឯងហើយព្រោះម៉ាក់មានប្រពន្ធហើយម៉ាក់ខ្ជះខ្ជាយពេលវេលាចិញ្ចឹមកូនមិនអីទេឈប់ឆ្លោះគ្នាទៅម៉ៅប៊ូហ្វានងាកមកមើលកាមេរ៉ាភ្នែកនិងសំឡេងរបស់គាត់មុតស្រួចម៉េប៊ីងប៊ីងយើងឆ្លោះគ្នាចប់ហើយប្រញាប់ឡើងហើយនាំមេមកម៉ៅប៊ូហ្វានតើម៉ាក់មើលមិនឃើញមិនទេហេតុអ្វីបានជាម៉ាក់ជាមនុស្សតែម្នាក់គត់ដែលមិនត្រូវគេវាយអាយ៉ានឯងមិនមែនជាមនុស្សដែលស្រឡាញ់ម៉ាក់ជាងគេមែនទេបើអញ្ចឹងវាឲ្យគាត់ទៅហើយកុំនិយាយថាម៉ាក់គោរពម៉ាក់យើងជានិច្ចអីហេតុអ្វីបានជាម៉ាក់មិនជួយម៉ាក់ឥឡូវម៉ៅប៊ូហ្វានព្យាយាមប្រកែកតែមិនអាចនិយាយពាក្យមួយម៉ាត់បានលីវគុយហ៊ូនិងលីវរូយ៉ានដែលរឹងរូសនៅតែបន្តសម្លឹងមើលគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លាដោយមិនបង្ហាញសញ្ញាចង់ដាក់ដៃលើម៉ៅប៊ូហ្វានឡើយខ្ញុំមិនអាចទ្រាំមើលទៀតទេដោយសារអ្នកមិនចង់ត្រូវគេវាយដំនោះអ្នកអាចជាអ្នកវាយនរណាម្នាក់
Liv Kuai Hu ឬ Liv Ruyan អ្នកជ្រើសរើស Mao Bufan ស្ទាក់ស្ទើរសម្រាប់ចិត្តរវាងម្ដាយរបស់គាត់និងស្នេហាដំបូងរបស់គាត់សម្លឹងមើល Liv Ruyan ក៏បងប្រុសទី3ខ្ញុំត្រជាក់ណាស់ទេគាត់ខំថ្មីងរួចសម្លឹងមើល Liv Kuai Hu កូនប្រុសមិនស្មោះត្រង់ឯងនៅចង់វាយម្ដាយឯងទៀតឬដោយជប់យ៉ាងនៅចន្លោះស្ត្រីទាំងពីរ Mao Bufan មានការងឿងឆ្ងល់ភ្លាមនោះគំនិតមួយបានវាយប្រហារគាត់ហើយគាត់បានទះកំភ្លៀង Liv Kuai Hu និង Liv Ruyan ទៅលើមុខស្ត្រីទាំងពីរអ្នកមានការភ្ញាក់ផ្អើលភ្នែករបស់ពួកគេព្រើកម៉ៃប៊ីងប៊ីងឯងពេញចិត្តហើយឬនៅមុនពេលខ្ញុំអាចនិយាយបាន Liv Kuai Hu និង Liv Ruyan ដែលទីបំផុតបានភ្ញាក់ពីភាពងុយគេងរបស់ពួកគេដូចជាពួកគេបានដឹងខ្លួនឡើងវិញបានចាប់ផ្ដើមទះកំភ្លៀង Mao Bufan ដោយមិនឈប់ឈរក្នុងពេលតែមួយ Mao Bufan បានសងសឹកដោយមិនស្ទាក់ស្ទើរហើយស្ថានភាពក៏ប្រែជាអាក្រក់ភ្លាមដោយពួកគេទាំង3នាក់កំពុងតស៊ូជាមួយគ្នាខ្ញុំបានញ៉ាំដំឡូងបំពងខណៈពេលកំពុងរីករាយជាមួយរឿងកំ pl ែងឆ្កែស៊ីឆ្កែនេះបន្ទាប់ពីញ៉ាំដំឡូងបំពងមួយថងធំរួចការប្រយុទ្ធរវាងអ្នកទាំង3បានបញ្ចប់អ្នកទាំង3សុទ្ធតែមានស្នាមជាមនិងហត់ហើយដួលទៅលើគ្រែយើងបានបញ្ចប់ការប្រយុទ្ធរបស់យើងហើយចុះអាហារដែលបានសន្យាវិញខ្ញុំគិតខ្ញុំបានលើកទូរស័ព្ទរបស់ខ្ញុំថតរូបឆ្នាំងក្តៅដែលកំពុងចំហុយនៅពីមុខខ្ញុំហើយផ្ញើវាទៅពួកគេនេះជាអាហារថ្ងៃត្រង់របស់ខ្ញុំថ្ងៃនេះចង់ញ៉ាំខ្លះទេខ្ញុំអាចជឿសំឡេងក្រពះរបស់ពួកគេធ្ងន់យ៉ាងច្បាស់នៅក្នុង monitor ពួកគេញ៉ាំមីកញ្ចប់ចុងក្រោយរបស់ពួកគេអស់ជាយូរមកហើយឥឡូវនេះពួកគេឃ្លានណាស់ភ្នែករបស់ពួកគេស្ទើរតែពណ៌បៃតងប៊ីងប៊ីងខ្ញុំខុសហើយខ្ញុំខុសខ្លាំងណាស់ខ្ញុំមិនគួរស្ដាប់ Liv Ruyan ហើយធ្វើបាបអ្នកទេបើអ្នកត្រឡប់មកវិញខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលអ្នកនិយាយខ្ញុំដេញ Liv Ruyan ចេញដោយប្រាប់នាងឲ្យវង្វេង Liv Ruyan សម្លឹងមើល Mao Bufan ដោយមិនជឿកបងប្រុស Fan តើអ្នកនិយាយអ្វីតើអ្នកមិនបាននិយាយថាអ្នកស្រឡាញ់តែខ្ញុំទេ Mao Bufan រុញគាត់មួយឡែកចេញពីផ្លូវខ្ញុំកុំបិទផ្លូវខ្ញុំសូមប្រពន្ធដោយឃើញថាអ្នកស្មោះត្រង់ប៉ុណ្ណាខ្ញុំនឹងឲ្យសាច់នឹងកំភៃផោនខ្ញុំដឹងថាអ្នកនឹង Liv Kuai Hu ដួលទៅលើដីយំសោកសៅដោយមិនអាចគ្រប់គ្រងបាន Liv Ruyan អង្គុយនៅជ្រុងមួយភ្នែករបស់នាងពោពេញដោយភាពអស់សង្ឃឹមក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់សេតណ្ហាភាពនៅតែបន្តធ្លាក់ចុះដល់90អង្សាសេក្រុមគ្រួសាររបស់ Mao Bufan ឃ្លានខ្លាំងណាស់នៅក្នុងវីដេអូខ្លុំមើលបុរសទាំង3នាក់នោះស្គមស្កាំងពួកគេលែងមានកម្លាំងឆ្លុះប្រកែកគ្នាទៀតហើយភាគច្រើននៃពេលវេលាពួកគេគ្រាន់តែអង្គុយជាមួយគ្នានៅលើគ្រែដើម្បីភាពកក់ក្ដៅភ្នែករបស់ពួកគេសម្លឹងមើលពីដានដោយទេនៅថ្ងៃទី10សោកនាដកម្មបានកើតឡើង Liv Kuai Hu ស្រាប់តែធ្លាក់ខ្លួនឈឺដោយសារគ្រុនក្តៅខ្លាំងជាប់រហូតនឹងវង្វេងស្មារតីនៅក្នុងបរិយាកាសនេះដែលខ្វះការថែទាំសុខភាពនិងថ្នាំពេទ្យការធ្លាក់ខ្លួនឈឺគឺស្មើនឹងការកាត់ទោសប្រហារជីវិតដោយសម្លឹងមើលទៅ Liv Kuai Hu ដែលសន្លប់បាត់ស្មារតី Liv Ruyan បានរុញ Mao Bufan នៅក្បែរនាងយ៉ាងស្ងៀមស្ងាត់ថាគឺវាហាក់ដូចជាយើងមិនអាចរស់បានទេ Liv Ruyan យំមុខរបស់នាងពោពេញដោយទឹកមិនបោះបង់ចោលខ្ញុំទេខ្ញុំនឹងរងចាំអ្នកមុនពេលគាត់និយាយចប់ខ្ញុំបានដាក់ទូរស័ព្ទចុះហើយទៅបន្ទប់ទុកកន្លះម៉ោងក្រោយមក Mao Bufan បានទូរស័ព្ទម្ដងទៀតប៊ីងប៊ីងតើអ្នកនៅឯណាហេតុអ្វីបានជាអ្នកមិនទាន់មកដល់ទីនេះអូសូមអភ័យទោសគ្មាននរណាម្នាក់ទទួលយកការបញ្ជាទិញនោះទេហេតុអ្វីបានជាអ្នកមិនមកយកវាដោយខ្លួនឯង Mao Bufan ឈរស្ងៀមរួចក៏ស្រែកធ្ងន់ដោយសត្វត្រឆានថាបម៉ៃប៊ីងប៊ីងអញនឹងសម្លាប់ឯងនឹងសម្លាប់ឯងភ្នែកគិតអំពីវានាងនិយាយគឺម៉ាក់តែងតែស្រឡាញ់អ្នកបំផុតគាត់ពិតជាសុខចិត្តលះបង់ខ្លួនឯងដើម្បីអ្នកហើយដរាបណាយើងរស់បានយើងនៅតែអាចដុតលុយក្រដាសសម្រាប់ម៉ាក់នាពេលអនាគត Mao Bufan នៅស្ងៀមគាត់សម្លឹងមើលម្ដាយរបស់គាត់ដែលកំពុងដេកលើគ្រែដង្ហើមរបស់គាត់ខ្សោយប៉ុន្តែនៅពេលនេះនៅក្នុងភ្នែករបស់គាត់លែងជាគ្រួសារទៀតហើយប៉ុន្តែជាស្ត្រូវពេលមើលវីដេអូខ្លុំមើលខ្ញុំមានអារម្មណ៍ចង់ក្អួតទោះបីជាខ្ញុំដឹងរួចហើយថាពួកគេអមនុស្សធម៌ក៏ដោយការឃើញឈុតឆាកនេះនៅតែធ្វើឲ្យខ្ញុំមានអារម្មណ៍ស្អប់ខ្ពើមដៃញ័ររបស់ Mao Bufan បានលូកដៃទៅចាប់ករបស់ Liv Kuai Hu ភ្លាមនោះ Liv Kuai Hu ស្រាប់តែបើកភ្នែកឡើងដូចជាមានពន្លឺចុងក្រោយនាងបានសម្លឹងមើលដៃដែលកាន់ករបស់នាងបន្ទាប់មកសម្លឹងមើលភ្នែកដ៏ខូខើរបស់កូនប្រុសរបស់នាងហើយយកគ្រប់យ៉ាងភ្លាមម៉ាក់សូមកុំបន្ទោសម៉ាក់អីខ្ញុំឃ្លានខ្លាំងណាស់គេកូនប្រុសមិនស្មោះត្រង់ Liv Kuai Hu បានតស៊ូយ៉ាងអស់សង្ឃឹមប៉ុន្តែ Liv Ruyan ខ្ញុំបានបិទ monitor ខ្ញុំមិនចង់ឃើញអ្វីដែលកើតឡើងបន្ទាប់ទេវានឹងធ្វើឲ្យខ្ញុំមើលមិនឃើញ Mao Bufan និង Liv Ruyan បានបន្តរស់រានមានជីវិតបាន2 3ថ្ងៃទៀតនៅថ្ងៃទី18ពួកគេអស់អាហារម្ដងទៀតពេលពួកគេហៀបនឹងដួលសន្លប់ខ្ញុំបានធ្វើអន្តរាគមន៍ខ្ញុំបានផ្ញើសារទៅ Mao Bufan ថាចង់ញ៉ាំជើងមាន់ទេខ្ញុំដឹងថាអ្នកឃ្លានណាស់ខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកបានស្ទុះមករកនាងភ្លាមដោយចាប់ជើងរបស់នាងបានស្រែកយ៉ាងខ្លាំងរួចក៏ស្ងាត់ឈឹងខ្ញុំបានបិទ monitor ខ្ញុំមិនចង់ឃើញអ្វីដែលកើតឡើងបន្ទាប់ទេវានឹងធ្វើឲ្យខ្ញុំមើលមិនឃើញ Mao Bufan និង Liv Ruyan បានបន្តរស់រានមានជីវិតបាន2 3ថ្ងៃទៀតនៅថ្ងៃទី18ពួកគេអស់អាហារម្ដងទៀតពេលពួកគេហៀបនឹងដួលសន្លប់ខ្ញុំបានធ្វើអន្តរាគមន៍ខ្ញុំបានផ្ញើសារទៅ Mao Bufan ថាចង់ញ៉ាំជើងមាន់ទេខ្ញុំដឹងថាអ្នកឃ្លានណាស់ខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកអស់សង្ឃឹមប៉ុន្តែ Liv Ruyan បានស្ទុះមករកនាងភ្លាមដោយចាប់ជើងរបស់នាងបានស្រែកយ៉ាងខ្លាំងរួចក៏ស្ងាត់ឈឹងខ្ញុំបានបិទ monitor ខ្ញុំមិនចង់ឃើញអ្វីដែលកើតឡើងបន្ទាប់ទេវានឹងធ្វើឲ្យខ្ញុំមើលមិនឃើញ Mao Bufan និង Liv Ruyan បានបន្តរស់រានមានជីវិតបាន2 3ថ្ងៃទៀតនៅថ្ងៃទី18ពួកគេអស់អាហារម្ដងទៀតពេលពួកគេហៀបនឹងដួលសន្លប់ខ្ញុំបានធ្វើអន្តរាគមន៍ខ្ញុំបានផ្ញើសារទៅ Mao Bufan ថាចង់ញ៉ាំជើងមាន់ទេខ្ញុំដឹងថាអ្នកឃ្លានណាស់ខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកអស់សង្ឃឹមប៉ុន្តែ Liv Ruyan បានស្ទុះមករកនាងភ្លាមដោយចាប់ជើងរបស់នាងបានស្រែកយ៉ាងខ្លាំងរួចក៏ស្ងាត់ឈឹងខ្ញុំបានបិទ monitor ខ្ញុំមិនចង់ឃើញអ្វីដែលកើតឡើងបន្ទាប់ទេវានឹងធ្វើឲ្យខ្ញុំមើលមិនឃើញ Mao Bufan និង Liv Ruyan បានបន្តរស់រានមានជីវិតបាន2 3ថ្ងៃទៀតនៅថ្ងៃទី18ពួកគេអស់អាហារម្ដងទៀតពេលពួកគេហៀបនឹងដួលសន្លប់ខ្ញុំបានធ្វើអន្តរាគមន៍ខ្ញុំបានផ្ញើសារទៅ Mao Bufan ថាចង់ញ៉ាំជើងមាន់ទេខ្ញុំដឹងថាអ្នកឃ្លានណាស់ខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកណាដែលទៅដល់កន្លែងទុកត្រជាក់មុនគេនឹងទទួលបានជើងមាន់គេមិនដល់1នាទីបន្ទាប់ពីផ្ញើសារមានភាពចលាចលនៅលើ monitor Mao Bufan និង Liv Ruyan បានលោតឡើងក្នុងពេលដំណើរគ្នាហើយប្រញាប់ប្រញាល់ចេញពីទ្វារព្រើបានឈប់ប៉ុន្តែសីតុណ្ហភាពនៅតែទាបគួរឲ្យខ្លាចព្រើបានកកហើយអ្នកទាំងពីរបានចំពុកដួលនិងរត់កាត់ព្រើ Mao Bufan តែច្បាស់ជាមានកម្លាំងល្អជាងបានក្រោកឡើងយ៉ាងលឿនទៅខាងមុខ Liv Ruyan ដេញតាមគាត់ដោយអស់សង្ឃឹមដោយស្រែកថាកបងប្រុស Fan រងចាំខ្ញុំកុំទុកខ្ញុំចោលជើងមាន់ដែលអ្នកកំពុងកាត់ជារបស់ខ្ញុំ Mao Bufan មិនបានងាកក្បាលទេហើយថែមទាំងទាត់ Liv Ruyan ទៀតផង Liv Ruyan បានដួលទៅលើដីក្នុងព្រើសម្លឹងមើលរូបរាងរបស់ Mao Bufan ដែលកំពុងដកថយដោយអស់សង្ឃឹមភ្នែករបស់គាត់ពោពេញដោយការអាក់អន់ចិត្តដ៏ពិស្ពូល Mao Bufan បើអញគ្មានចិត្តមេត្តាកុំបន្ទោសខ្ញុំថាគ្មានមេត្តាដែរគាត់ខំក្រោកឈរឡើងកាន់កាំបិទផ្លែឈើយ៉ាងណែននៅក្នុងដៃ2ម៉ោងក្រោយមក Mao Bufan ទីបំផុតបានទៅដល់ទ្វារឃ្លាំងត្រជាក់គាត់បានគូសទ្វារដោយអស់សង្ឃឹមបមេប៊ីងប៊ីងខ្ញុំមកដល់ហើយឲ្យជើងមាន់មួយមកខ្ញុំបានប្រើយន្តហោះគ្មានមនុស្សបើកដើម្បីព្យួរជើងមាន់ក្រអូបមួយនៅពីមុខគាត់ហើយមាត់របស់គាត់ក៏ស្រក់ទឹកមាត់ភ្លាមឲ្យវាមកខ្ញុំឥឡូវនេះគាត់លាបដៃស្ងួតដូចមែកឈើរបស់គាត់ដើម្បីចាប់វាប្រញាប់អ្វីម្លេះនៅតែមានអ្នកផ្សេងនៅទីនេះភ្លាមនោះ Liv Ruyan បានមកដល់ក៏ខ្ញុំនៅទីនេះខ្ញុំក៏ចង់បានខ្លះដែរ
ប៉ុន្តែមានតែជើងមាន់មួយប៉ុណ្ណោះចុះអ្នកទាំងពីរប្រយុទ្ធគ្នាយ៉ាងម៉េចដែរអ្នកណាឈ្នះនឹងទទួលបានវាពួកគេបានសម្លឹងមើលគ្នាទៅវិញទៅមកចិត្តនាឃាតកម្មមួយបានទុះឡើងនៅក្នុងភ្នែករបស់គាត់ម៉ៅប៊ូហ្វានបានស្ទុះទៅរកលីវរូយ៉ានមុនគេប៉ុន្តែលីវរូយ៉ានមិនបានចាញ់ឡើយនាងបានលើកកាំបិតផ្លែឈើនៅក្នុងដៃរបស់នាងហើយចាក់យ៉ាងសាហាវទៅលើម៉ៅប៊ូហ្វានដោយសំឡេងក្រហមស្រាលម៉ៅប៊ូហ្វានបានក្តាប់ពោះរបស់គាត់សម្លឹងមើលលីវរូយ៉ានដោយមិនជឿអ្នកពិតជាហ៊ានសម្លាប់ខ្ញុំមែនអ្នកបានបង្ខំខ្ញុំឲ្យធ្វើដូច្នេះលីវរូយ៉ានបានបោះកាំបិតចុះដៃរបស់នាងប្រឡាក់ដោយឈាមហើយគូសទ្វារសូមអបអរសាទរអ្នកឈ្នះហើយចូលមកខ្ញុំបានបើកទ្វារខាងមុខហើយលីវរូយ៉ានដោយក្តីរីករាយយ៉ាងខ្លាំងបានប្រញាប់ប្រញ័រចូលទៅក្នុងកន្លែងទុកត្រជាក់ទោះជាយ៉ាងណាក៏ដោយនាងមិនត្រូវបានស្វាគមន៍ដោយបន្ទប់ក្តៅឬជើងមាន់ក្រអូបនោះទេប៉ុន្តែជាទូទឹកកកដ៏ធំមួយទេដែលមានទំពក់ដាក់សាច់ជ្រូកកករឹងមានសាច់ច្រើននៅទីនេះអ្នកអាចញ៉ាំបានច្រើនតាមដែលអ្នកចង់បានលីវរូយ៉ានកក់មួយសន្ទុះរួចក៏ស្ទុះទៅរកសាច់ជ្រូកមួយដុំរួចបើកមាត់ខាំប៉ុន្តែនាងមិនអាចទំពាវាបាននាងបិទមាត់ហើយចាប់ផ្ដើមយំខ្ញុំលែងខ្វល់ពីនាងទៀតហើយពេលដើរចេញពីឃ្លាំងត្រជាក់ម៉ៅប៊ូហ្វាននៅតែដេកលើព្រិលរឹងដូចទឹកកករួចទៅហើយខ្ញុំសម្លឹងមើលគាត់ដោយមិនមានអារម្មណ៍អ្វីទាំងអស់ខ្ញុំបានអូសសាកសពរបស់គាត់ហើយបោះវាចូលទៅក្នុងរណ្ដៅឆ្ងាយមួយដែលគេបោះបង់ចោលពេលត្រឡប់ទៅឃ្លាំងត្រជាក់វិញខ្ញុំបានចាក់ស្រាក្រហមមួយកែវឲ្យខ្លួនឯងពេលសម្លឹងមើលតាមបង្អួចការពារការផ្ទុះខ្ញុំបានឃើញពិភពលោកខាងក្រៅត្រូវបានគ្របដណ្ដប់ដោយភាពស្ងប់ស្ងាត់ដូចស្លាប់ពិភពនៃព្រិលនិងខ្យល់គ្មានទីបញ្ចប់ប៉ុន្តែខ្ញុំនៅរស់ខ្ញុំមានសាច់ច្រើនអកញ្ញាបន្ទុកក្តៅនិងអនាគតដ៏វែងឆ្ងាយនៅខាងមុខទោះបីជាខ្ញុំនៅម្នាក់ឯងក៏ដោយខ្ញុំមិនខ្លាចទេព្រោះខ្ញុំដឹងថាមិនថារដូវរងាត្រជាក់ប៉ុណ្ណាទេវានឹងកន្លងផុតទៅនៅទីបំផុតហើយរដូវកាលរីកប្រកាសជាមកដល់